កូនតូចស្រែកឲ្យប៉ាម៉ាក់តើប៉ាម៉ាក់ធ្វើម៉េចហើយអញ្ចឹងថ្ងៃនេះដែរគឺខ្ញុំមាន5ចំណុចសម្រាប់ចែកម្លែកទៅប៉ាម៉ាក់ទាំងអស់គ្នាដែលអាចជួយកាត់បន្ថយក្នុងការស្រែករបស់គាត់បានហើយអញ្ចឹងដែរចូលមកចំណុចទី1របស់យើងគឺកុំស្រែកដាក់គាត់វិញជាទូទៅបើសិនជាប៉ាម៉ាក់ធ្វើការស្រែកដាក់គាត់វិញគាត់នឹងស្រែកដាក់ប៉ាម៉ាក់វិញហើយកាន់តែខ្លាំងហើយអញ្ចឹងធ្វើម៉េចបាទងាយដកដង្ហើមវែងអត់ធ្មត់ស្ដាប់គាត់ស្រែកបាទតែនឹងឃើញផលទី2ទម្លាក់សំឡេងរបស់ប៉ាម៉ាក់ហើយអាចធ្វើជា calm down ឬក៏ស្ងប់អារម្មណ៍ដើម្បីឲ្យគាត់រៀនតាមចំណុចកន្លែងនេះពេលខ្លះគាត់ខឹងពេលខ្លះគាត់អត់ដឹងអីទេគឺគាត់ស្រែកអត់ទប់អារម្មណ៍គាត់អត់កើតអញ្ចឹងពេលដែលប៉ាម៉ាក់កាន់តែទៅជាមួយនឹងគាត់នឹងរៀនពីប៉ាម៉ាក់បន្ថែមថាអូពេលដែលសកម្មភាពមួយហ្នឹងពេលដែលគាត់ស្រែកនឹងមានមនុស្សធំមួយនឹងទៀតមកស្រែកដាក់គាត់អញ្ចឹងទៀតអញ្ចឹងគាត់ថ្ងៃក្រោយគឺគាត់នឹងទៅធ្វើហើយបើសិនជាប៉ាម៉ាក់ស្ងប់វិញគាត់នឹងខ្ចីឱកាសមួយពីប៉ាម៉ាក់គឺការស្ងប់អារម្មណ៍ទី3នោះគឺប៉ាម៉ាក់តែងតែឈរខ្ពស់ជាងកូនដោយសារតែយើងខ្ពស់យើងធំអញ្ចឹងពេលហ្នឹងឯងដែលគាត់ឱកាសជាច្រើនគាត់ខ្លាចគាត់យំខ្លាំងពេលដែលគាត់ស្រែកហើយគាត់យំទៀតអញ្ចឹងប៉ាម៉ាក់ធ្វើម៉េចយើងអាចlay down ឬក៏បន្ទន់ជង្គង់យើងទៅមើលកសែភ្នែកគាត់ឲ្យចំហើយយើងនិយាយជាមួយនឹងគាត់ឬក៏អោបគាត់ក៏បានដែរយើងនិយាយថាប៉ាប៉ាដឹងថាអូនប៉ាប៉ាអូនអត់ស្រួលក្នុងខ្លួនឬក៏អូនខឹងរឿងអីមួយអូនអត់អាចទប់អារម្មណ៍បានអញ្ចឹងថ្ងៃក្រោយអូនកុំស្រែកទៀតបាទចំណុចទាំងអស់ហ្នឹងឯងហើយវាធ្វើឲ្យអារម្មណ៍របស់គាត់នឹងស្ងប់លឿនហើយគាត់នឹងស្វែងយល់ពីយើងកាន់តែស៊ីជម្រៅគាត់គិតថាមានមនុស្សម្នាក់នៅជួយគ្រប់គ្រងគាត់ទោះបីជាបែបណាមុនគឺងាយស្រួលមែនតើបាទគឺ physics touch ឬក៏ការប៉ះពាល់ការប៉ះដៃប៉ះក្បាលឯឬក៏អោបទាំងអស់ហ្នឹងឯងសុទ្ធសឹងតែជាសញ្ញាមួយដែលយើងចង់ផ្ដល់ឲ្យគាត់ថាយើងផ្ដល់ភាពកក់ក្ដៅទោះបីជាគាត់បែបណាក៏ដោយទោះបីជាគាត់ខឹងហើយបើសិនជាការអោបវិញប៉ាម៉ាក់នឹងអាចចាប់អារម្មណ៍បើសិនជាប៉ាម៉ាក់ធ្លាប់ធ្វើសកម្មភាពបែបហ្នឹងគាត់នឹងមានអារម្មណ៍ថាទោះបីជាមិនក៏យើងនៅតែស្រឡាញ់គាត់នៅតែអប់រំគាត់នៅតែ calm down និយាយដោយផ្អែមល្ហែមជាមួយនឹងគាត់ទី5ពេលដែលគាត់ស្ងប់អាចពេលហ្នឹងឯងដែលយើងអាចនិយាយជាមួយនឹងគាត់ថ្ងៃក្រោយកូនកុំស្រែកទៀតមានបញ្ហាអីអាចនិយាយបានមានតែប៉ុណ្្នឹង5ចំណុចនេះខ្ញុំគិតថាវាមានប្រសិទ្ធភាពហើយប៉ាម៉ាក់អាចទៅធ្វើបានហើយអញ្ចឹងដែរប៉ាម៉ាក់ត្រូវចាំថាការដែលគាត់ស្រែកហ្នឹងគឺគាត់ចង់បញ្ចេញអារម្មណ៍គាត់ដែលគាត់តានតឹងឬក៏គាត់មិនសប្បាយចិត្តអីអញ្ចឹងណាហើយអញ្ចឹងពេលដែលប៉ាម៉ាក់និយាយពាក្យតិចតួចសកម្មភាពបន្តិចបន្តួចធ្វើឲ្យកូនហ្នឹងគាត់មានអារម្មណ៍ថាកក់ក្ដៅគាត់មានអារម្មណ៍ថាមានមនុស្សម្នាក់ពេលដែលគាត់ពិបាកដូចខ្ញុំនិយាយដដែលអញ្ចឹងដោយសារតែអារម្មណ៍ក្មេងហ្នឹងគឺដូចនឹងអារម្មណ៍របស់យើងមនុស្សធំអញ្ចឹងពេលដែលប៉ាម៉ាក់ខឹងពេលដែលប៉ាម៉ាក់ចង់បញ្ចេញអារម្មណ៍តើប៉ាម៉ាក់ធ្វើម៉េចអត់ដឹងផឹកលេងកីឡាឬក៏សកម្មភាពផ្សេងដែលប៉ាម៉ាក់ចូលចិត្តអញ្ចឹងកូនគាត់អាចទៅធ្វើរឿងទាំងអស់នឹងបានទេអញ្ចឹងដែរប៉ាម៉ាក់អាចសាកល្បងបានហើយយើងនឹងជួបគ្នានៅវីដេអូក្រោយបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាចូលចិត្តជាមួយនឹងវីដេអូបែបនេះកុំភ្លេចចែករំលែកទៅកាន់មនុស្សជាទីស្រឡាញ់របស់បងប្អូនទាំងអស់គ្នាយើងនឹងជួបគ្នានៅវីដេអូក្រោយ